ហើយបន្ទាប់ពីគ្រីទទួលបានភារកិច្ចការពារព្រះអង្គម្ចាស់ទី3ហើយគ្រីក៏បានមកពឹងពាក់ហ្វកដែលជាមេក្រុមឃាតករឲ្យទៅស៊ើបមើលថាតើមានរឿងអីនៅពីក្រោយខ្នងការមកដល់របស់ព្រះអង្គម្ចាស់ទី3ទេហើយបន្ទាប់ពីនឹងគ្រីក៏បានមកជួបលោកគ្រូរបស់គេដើម្បីបឹកហាត់នៅក្បាច់ប្រយុទ្ធថ្មីដើម្បីទប់ទល់ជាមួយនឹងសត្រូវនៅពេលដែលទៅការពារព្រះរាជបុត្រទី3ហើយបន្ទាប់ពីនឹងមេក្រុមឃាតករក៏បានមកប្រាប់គ្រីថាគាត់ក៏បានស៊ើបបានដំណឹងមានអ្នកប្រយុទ្ធខ្លាំងៗចំនួន4នាក់ដែលមកពីទីក្រុងឌីវីតនិងចំនួន5នាក់ដែលមកពីទីក្រុងហាយ៉ាតដែលបានរួមដំណើរដើម្បីការពារព្រះអង្គម្ចាស់ទី3នោះឯងហើយបន្ទាប់ពីដឹងបែបនេះហើយគ្រីក៏បានប្រាប់មេក្រុមឃាតករឲ្យរៀបចំរឿងមួយឲ្យគេហើយបន្ទាប់ពីនឹងមកគ្រីក៏បានចេញដំណើរទៅធ្វើភារកិច្ចរបស់គេទៅហើយនៅពេលធ្វើដំណើរតាមផ្លូវក្រុមកងទ័ពរបស់គ្រីក៏បានជួបនឹងកូវលីនមួយក្រុមដែរបានវាយប្រហារមកលើក្រុមទាហានរបស់គ្រីប៉ុន្តែមិនជាបញ្ហាទេពួកគេអាចកម្ចាត់កូវលីននោះបានដោយស្រួលហើយដោយហេតុការណ៍នេះបានធ្វើឲ្យគ្រីឆ្ងល់ជាខ្លាំងដោយសារតែកន្លែងដែលគេកំពុងនៅនេះត្រូវបានការពារដោយទីក្រុងចំនួន3ហើយគ្រីក៏បានគិតថាបើមិនទីក្រុងឌីវីតទេក៏ជាទីក្រុងរ៉ូកាដែរដែលបានធ្វើឲ្យកូវលីនចូលមកទីនេះបានយ៉ាងស្រួលដូច្នេះពួកគេក៏មានកម្រងការដើម្បីកម្ចាត់ព្រះអង្គម្ចាស់ដែរហើយនៅតាមផ្លូវធ្វើដំណើរនឹងគ្រីក៏បានជួបនឹងវងកូវលីនមួយក្រុមតូចជាច្រើនដូច្នេះហើយជាហេតុធ្វើឲ្យគេមិនអាចធ្វើដំណើរទៅដល់ទីតាំងតាមពេលវេលាកំណត់ហើយគ្រីក៏បានសម្រេចចិត្តថាសម្រាប់នៅក្នុងព្រៃមួយយប់បន្ទាប់ពីស្អែកឡើងគេក៏បាននាំគ្នាធ្វើដំណើររហូតទៅដល់កន្លែងដែលគេបានកំណត់ហើយអ្នកគ្រប់គ្រងទីនោះក៏បានចេញមកស្វាគមន៍គ្រីហើយក៏បានសួរពីហេតុផលដែលគ្រីមកយឺតដែរហើយនៅពេលដែលគាត់ដឹងថាមានវងកូវលីនបានចេញមកវាយប្រហារកងទ័ពរបស់គ្រីក៏ធ្វើឲ្យគាត់ភ្ញាក់ផ្អើលដែរព្រោះទីនោះមិនអាចនឹងមានវងកូវលីនច្រើនដល់ថ្នាក់នោះទេបើមានក៏មានតិចតួចដែរហើយបន្ទាប់ពីនិយាយគ្នាបានមួយសន្ទុះ4រទេះសេះរបស់ព្រះរាជបុត្រទី3ក៏បានយាងមកដល់ហើយគ្រីក៏បានទៅណែនាំខ្លួនថាជាអ្នកប្រយុទ្ធនឹងត្រូវការពារព្រះរាជបុត្រទី3ទៅទីក្រុងដាវីតឲ្យមានសុវត្ថិភាពហើយនៅពេលដែលព្រះរាជបុត្រទី3បានចុះពីរទេះសេះភ្លាមក៏បានដៀលគ្រីភ្លាមថាយើងខំតែគិតថាវីរៈបុរសក្នុងសង្គ្រាមនឹងពិតជាអស្ចារ្យតាមក៏ពិតធម្មតាគ្មានស្អីអស្ចារ្យផងហើយបន្ទាប់ពីព្រះរាជបុត្រទី3បានដៀលគ្រីហើយអ្នកគ្រប់គ្រងទីក្រុងហាយ៉ាតក៏បានមកប្រាប់គ្រីថាគាត់បានរៀបចំអ្វីគ្រប់អស់ហើយអាចចេញដំណើរបានហើយគាត់ក៏បានគិតក្នុងចិត្តទៀតថាយកអាចរៃនឹងចេញទៅខ្ញុំចង់វានៅជាមួយយើងទៀតទេព្រោះព្រះរាជបុត្រទី3បានកោគាត់ខ្លាំងណាស់នៅពេលដែលនៅជាមួយគាត់នឹងហើយបន្ទាប់មកគ្រីក៏ចាប់ផ្ដើមចេញដំណើរទៅទីក្រុងដាវីតវិញហើយនៅពេលធ្វើដំណើរតាមផ្លូវក៏មានក្រុមឃាតករបានចេញមកវាយប្រហារ4រទេះសេះរបស់ព្រះអង្គម្ចាស់ទី3នឹងឯងហើយការប្រយុទ្ធរវាងក្រុមឃាតករនិងអ្នកការពាររបស់ព្រះអង្គម្ចាស់ទី3ក៏បានចាប់ផ្ដើមហើយនៅពេលដែលគ្រីកំពុងតែប្រយុទ្ធសុកស្រាប់តែមានឃាតករមួយបានបំរុងទៅវាយប្រហារពីក្រោយខ្នងរបស់គ្រីហើយពេលនោះគ្រីក៏បានដឹងខ្លួនទាន់គេក៏បោកលំពេងរបស់គេវាយប្រហារទៅលើឃាតករនោះវិញធ្វើឲ្យឃាតករនោះភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគ្រីបានប្រើលំពេងរបស់គេយ៉ាងស្ទាត់ជំនាញហើយបន្ទាប់ពីកម្ចាត់ឃាតករនឹងហើយគ្រីក៏បានងាកទៅមើលមេទ័ពដែលមានតួនាទីការពារព្រះអង្គម្ចាស់ទី3មើលទៅគាត់មិនអាចទប់ទល់យូរបានទៀតទេស្រាប់តែពេលនោះក៏មានឃាតករ2នាក់បំរុងមកវាយប្រហារគ្រីហើយគ្រីក៏បានប្រើស្នៀលលំពេងដែលគេបានរៀនពីគ្រូរបស់គេមុននឹងចេញដំណើរមកនោះឯងក៏បានកម្ចាត់ឃាតករទាំងពីរនាក់នោះដ៏ងាយស្រួលហើយបន្ទាប់មកយើងឃើញថាព្រះរាជបុត្រទី3ត្រូវបានឃាតករម្នាក់បានចាប់ធ្វើជាចំណាប់ខ្មាំងបាត់ហើយដោយគ្រីឃើញបែបនេះហើយគ្រីក៏បានទាញលំពេងគេគប់ទៅសម្ដៅរកឃាតករម្នាក់នោះទៅធ្វើឲ្យឃាតករនោះស្លាប់ភ្លាមតែម្ដងហើយក៏បានធ្វើឲ្យព្រះរាជបុត្រភ័យជាខ្លាំងហើយពេលនោះក៏មានឃាតករម្នាក់ទៀតបំរុងនឹងចាប់ព្រះអង្គម្ចាស់ទី3ទៀតហើយគ្រីក៏បានធានាមួយទៀតដែលលោកគ្រូរបស់គេបង្រៀនក៏បានធ្វើឲ្យល្បឿនរបស់គេមានល្បឿនលឿនជាខ្លាំងធ្វើឲ្យគេស្ទុះទៅរកឃាតករនោះតែមួយរំពេចភ្នែកហើយក៏បានវាយឃាតករនោះឲ្យស្លាប់បាត់ទៅហើយពេលនោះគ្រីក៏បានមើលស្ថានភាពដូចជាមិនស្រួលគេក៏បានស្រែកប្រាប់លោកមេទ័ពដែលការពារព្រះរាជបុត្រថាលោកមេទ័ពឯនោះលោកមេទ័ពក៏បានឆ្លើយថានិយាយមកយប់នេះជួបគ្នានៅទីក្រុងដាវីតហើយបន្ទាប់មកគ្រីក៏បានចាប់ព្រះអង្គម្ចាស់3រត់បាត់ទៅឃាតករឃើញបែបនេះក៏ប្រងដេញតាមគ្រីហើយពេលនោះគ្រីក៏បានបោកគ្រាប់បែកផ្សែងឆ្លៀតឱកាសនឹងគ្រីក៏បានបីព្រះអង្គម្ចាស់រត់ទៅបាត់ទៅប៉ុន្តែក្រុមឃាតករនៅតែអាចតាមរកគ្រីឃើញបានដែរហើយពួកគេក៏តាមចាប់គ្រីដដែលនឹងឯងហើយពេលនោះស្រាប់តែភុកគីក៏បានចេញមកធ្វើឲ្យគ្រីក៏បានប្រាប់ព្រះអង្គម្ចាស់ថានេះគឺជាចចរដែលគេចិញ្ចឹមហើយកាត់មកក្រុមឃាតករនៅវិញពួកគេកំពុងតែព្យាយាមដេញចាប់គ្រីយ៉ាងខ្លាំងហើយពេលនោះស្រាប់តែពួកគេបានរត់ទៅជាប់អន្ទាក់
របស់គ្រីធ្វើឲ្យគ្នារបស់គេមានការឈឺចាប់ជាខ្លាំងហើយមេក្រុមរបស់គេដល់ឃើញបែបនេះពួកគេមិនអាចឲ្យអ្នកជំងឺរបស់ពួកគេអាចទៅតាមគ្រីបានទេដូច្នេះពួកគេក៏បានបញ្ជាគ្នារបស់គេមួយចំនួនឲ្យបញ្ជូនអ្នករបួសទៅវិញហើយនៅសល់ប្រមាណទៅតាមចាប់គ្រីបន្តទៀតហើយនៅពេលដែលពួកគេបំរុងតាមទៅដល់គ្រីហើយស្រាប់តែភូគីបានងាកទៅក្រោយពេលនោះពួកគេក៏បាននិយាយថាវាគ្រាន់តែជាឆ្កែមួយក្បាលប៉ុណ្ណោះពួកឯងឆាប់ទៅសម្លាប់ពួកគេទៅប៉ុន្តែពួកគេមិនទាន់ទៅដល់ផងស្រាប់តែភូគីបានចេញភ្លើងនៅក្នុងមាត់របស់គេហើយក៏បានព្រុសភ្លើងនោះចេញទៅធ្វើឲ្យក្រុមឃាតករប្រាំងប្រមាណអ្នកនោះស្លាប់ទាំងអស់ហើយពេលនោះទាំងព្រះអង្គម្ចាស់ទាំងគ្រីមានការភ្ញាក់ផ្អើលជាខ្លាំងហើយគ្រីក៏បាននិយាយទៀតថាចុយម៉ែអញចំស្អីគេនេះហើយបន្ទាប់ពីនឹងមកគ្រីក៏បានឈប់សម្រាកមួយផ្លេតចំណែកឯព្រះអង្គម្ចាស់វិញក៏បានប្រាប់គ្រីថាណែឯងឈប់ទៅអីហ្នឹងឯងមិនដឹងថាឃាតករកំពុងតែតាមចាប់យើងទេហើយគ្រីក៏បានតបទៅវិញថាគាត់សុំត្រឹមតែមកខាត់ឈាមគាត់ទេព្រោះថាគាត់ពេលប្រយុទ្ធអំបញ្ញមិញគឺគាត់ត្រូវរបួសបាត់ទៅហើយដោយលើបែបនេះព្រះរាជបុត្រទី3ក៏បានព្រមឲ្យគ្រីហូបហើយខាត់ឈាមកុំឲ្យរបួសរបស់គេកាន់តែធ្ងន់ហើយបន្ទាប់ពីនឹងគេក៏ស្រាប់តែនឹកឃើញថាបើពេលនេះគ្រីរត់ចោលគេនោះគ្រីនឹងអាចរួចខ្លួនហើយចំណែកគេវិញក៏មិនអាចធ្វើអីបានដែរមានតែផ្លូវស្លាប់មួយគត់ធ្វើឲ្យគេភ័យយ៉ាងខ្លាំងហើយក៏បានសួរគ្រីថាណែគ្រីឯងមិនចង់រត់ចោលយើងទេប៉ុន្តែពេលនោះគ្រីក៏បាននិយាយទៅប្រាប់ព្រះអង្គម្ចាស់ទី3វិញថាខ្ញុំនឹងមិនរត់ចោលព្រះអង្គម្ចាស់ទេខ្ញុំនឹងការពារព្រះអង្គម្ចាស់រហូតដល់ជីវិតរបស់ខ្ញុំស្លាប់ដើម្បីព្រះអង្គនៅពេលនេះហើយបានធ្វើឲ្យព្រះរាជបុត្រទី3ក៏មានការរំជួលចិត្តជាខ្លាំងដោយសារតែគ្រីបានស្មោះស្ម័គ្រជាមួយនឹងគាត់ហើយស្រាប់តែពេលនោះឃាតករក៏បានមកតាមគេទាន់ហើយព្រះរាជបុត្រទី3ក៏បានរត់ទៅក្រោយគ្រីហើយក៏បានសួរគ្រីថាណែគ្រីឯងអាចកម្ចាត់ពួកគេបានទេគ្រីក៏បានតបទៅវិញថាកុំភ័យអីព្រះអង្គម្ចាស់ពួកគេគឺគ្មានគីឡូជាមួយនឹងខ្ញុំទេចំណែកឯឃាតករក៏បាននិយាយទៅកាន់ពួកគេទាំងពីរថាណែពួកឯងគ្មានផ្លូវរត់ទៀតទេពួកឯងឆាប់ចុះចាញ់ទៅហើយគ្រីក៏បានតបទៅកាន់ពួកគេទាំងពីរវិញថាណែតាំងពីយើងចេះធ្វើសង្គ្រាមមកយើងមិនដែលសុំចុះចាញ់ណាគេទេហើយនៅពេលដែលបានចម្លើយពួកឃាតករក៏បានត្រៀមខ្លួនចូលទៅវាយប្រហារគ្រីប៉ុន្តែពេលនោះគ្រីក៏បានប្រើល្បឿនដ៏លឿនរបស់គេទៅខាងក្រោយឃាតករទាំងពីរនាក់នោះហើយក៏បានវាយឃាតករម្នាក់ឲ្យប៉ាងបាត់ទៅហើយបន្ទាប់មកគេក៏ឆ្លៀតវាយឃាតករដែលនៅជិតគេមួយដៃទៀតធ្វើឲ្យពួកគេពេងពីប៉ាងទៅបាត់ទៅហើយដល់ពេលដែលត្រូវម្នាក់ម្ដាយរបស់គ្រីហើយទៅពួកគេបានគិតថាគ្រីតាំងពីដំបូងមកនៅពេលដែលគេរត់គេចខ្លួនគេស្ពីកតាបដាក់អីវ៉ាន់ផងនឹង3ព្រះរាជបុត្រផងប៉ុន្តែមើលទៅគេដូចជាមិនហត់សោះហើយថែមទាំងកម្លាំងដៃរបស់គេពិតជាធ្ងន់ណាស់ដាក់គេតែម្ដាយធ្វើឲ្យគេមិនមានកម្លាំងតទល់ជាមួយនឹងគ្រីទៀតហើយឈ្មោះវីរៈបរិសង្គ្រាមរបស់គេនេះមើលទៅមិនមែនបានមកដោយឯងនោះទេគឺគេពិតជាមានសមត្ថភាពសមនឹងទទួលបានតំណែងនឹងមែនហើយពួកយើងទាំងពីរគឺមិនអាចប្រយុទ្ធឈ្នះគេនោះទេដូច្នេះហើយគេក៏បានធ្វើសញ្ញាដាក់គ្នាបន្ទាប់មកគេក៏បាននាំគ្នាដាក់មេប្រូចបាត់ទៅហើយបន្ទាប់ពីដេញឃាតករនោះចេញទៅវិញហើយគ្រីក៏បានគិតថាអ្នកដែលធ្វើឃាតគ្រួសាររាជវង្សនោះតើតែអ្នកនៅពីក្រោយខ្នងរបស់ពួកគេមានអំណាចស្មើនឹងគ្រួសាររាជវង្សឬក៏អាចនឹងលើសគ្រួសាររាជវង្សទៀតផងហើយនៅក្នុងអាណាចក្រនេះមានតែស្ដេចក្រាញ់ម្នាក់ទេដែលត្រូវជាប្អូនប្រុសរបស់អធិរាជបច្ចុប្បន្នហើយកាត់មកក្រុមឃាតករវិញពេលនេះគេក៏បានមករីកាប្រាប់មេរបស់គេហើយថាគេបានបរាជ័យក្នុងការសម្លាប់ព្រះអង្គម្ចាស់ទី3នឹងហើយមេរបស់គេក៏ជាកងទ័ពចំណិតរបស់មេទ័ពចំណិតរបស់ស្ដេចក្រាញ់ហើយដល់ពេលដែលឮថាកូនចៅរបស់គេបំពេញភារកិច្ចមិនបានសម្រេចគេក៏សម្រេចចិត្តនឹងទៅបំពេញភារកិច្ចនោះដោយខ្លួនឯងព្រោះថាបើភារកិច្ចនេះមិនសម្រេចទេនោះនឹងធ្វើឲ្យមានការរញ៉េរញ៉ៃដល់ស្ដេចក្រាញ់ហើយបន្ទាប់មកគេក៏បានប្រាប់គ្នារបស់គេថាឲ្យយកកៅអៅគេមកគេនឹងទៅបំពេញភារកិច្ចនេះហើយកាត់មកកន្លែងគ្រីវិញនៅពេលនេះគ្រីក៏បានប្រាប់ព្រះអង្គម្ចាស់ថាគេនឹងសម្រាកក្នុងព្រៃនេះមួយយប់ហើយព្រះអង្គម្ចាស់ក៏បានសួរទៅគ្រីថាហេតុអ្វីបានយើងត្រូវសម្រាកនៅទីនេះគ្រីក៏បានប្រាប់ទៀតថានៅពេលដែលគេរត់គេចចេញពីឃាតករនោះគេក៏បានប្រាប់លោកមេទ័ពថាយើងនឹងជួបជុំគ្នានៅពេលយប់នៅទីក្រុងដាវីតដូច្នេះក្រុមឃាតករគេនឹងទៅចាំពាក់ផ្លូវយើងជាមិនខានដូច្នេះយើងធ្វើដំណើរនៅពេលព្រឹកក៏វាប្រសើរជាងហើយក៏មានទ័ពជំនួយនឹងមកស្វែងរកព្រះអង្គម្ចាស់ដែរហើយគ្រីក៏បានប្រាប់ព្រះអង្គម្ចាស់ទី3ទៀតថាការធ្វើដំណើររបស់ព្រះអង្គម្ចាស់ទី3នេះពិតជាសម្ងាត់ណាស់មានតែមនុស្សតិចទេដែលដឹងហើយមនុស្សដែលគឺកូនច្បងរបស់អង្គញាដែលគ្រប់គ្រងនៅទីក្រុងដាវីតនឹងឯងដូច្នេះហើយគ្រីក៏បានចាក់មនោគមឲ្យរាជបុត្រទី3ស្អប់អពៈនឹងជាខ្លាំងបន្ទាប់ពីនិយាយរឿងនឹងអស់ហើយពួកគេទាំងពីរក៏បាននាំគ្នាចូលទៅសម្រាប់ទៅចំណែកឯគ្រីគឺគេចាំយាមព្រះអង្គម្ចាស់ទី3ដើម្បីការលួចវាឆ្មក់ពីសត្រូវហើយអង្គុយយាមសុកស្រោកសັບតែគ្រីបានទទួលញាណដឹងថាមានមនុស្សដ៏គ្រោះថ្នាក់មួយកំពុងតែធ្វើដំណើរមកហើយនឹងក៏ជាក្បាច់មួយក្នុងចំណោមក្បាច់ទាំង3ដែលគ្រូគេបានបង្រៀនមុននឹងមកធ្វើហើយចំណែកឯគ្រីក៏បានដាក់ព្រះអង្គម្ចាស់ទី3ឲ្យងើបមកហើយចំណែកឯឃាតករក៏គេបានបញ្ចេញកម្លាំងវិសពេញតែខ្លួនចប់